ជំរាបលាមៀបសួរមិនទៅសុខសប្បាយទេបាទជួបគ្នារាល់អាទិត្យចឹងណាអាទិត្យមុនជួបក្មេងចង់បំវែងវ័យឥឡូវជួបយាយដៃគូចាស់អាទិត្យមុនជួបក្មេងចង់វែងវ័យឥឡូវជួបយាយដៃគូចាស់ប៉ុន្តែរហួតហើយរហាក់អូចច្បាស់ផ្នែកសិល្បៈអាយៃអញខ្ញុំបាទក៏មកមិនបានម្នាក់ឯងចកណ្ដោចកណ្ដែងលើវេទទៅការថ្មីបើចឹងអញជើញដៃគូស្រីកុំអន់ចិត្តអីថ្លៃសង្ហាព្រោះយើងត្រូវតែជួបគ្នាអញពុំងាររាល់សប្តាហ៍ឥឡូវបានលើវេទិកាចង់វែងកន្លែងវាយបុកចង់ចយាត្រាវងវិញរកកន្លែងធ្លាប់តែចូលកដាលឥឡូវគេឲ្យប្រឆិតអត់ដែរប្រឆិតទេចាយូរម្ដងណែចង់និយាយស្អីចង់អត់ដែរចាញ់ចំហៀងហ្នឹងអត់ដែរទេហីតែមិនចពុបក៏ចពុបឡៅស៊ីនោះចុកគេខាត់មកថ្មីណាប៉ុណ្ណឹងក៏ចំណាំមិនបានដែរអាដេញជួបក្មេងមួយវាច់មួយថ្ងៃសោះតាំងធ្វើលេលើអញ្ចឹងបាទគេមិនចង់ឲ្យជួបក្មេងទេគេឲ្យជួបចាស់ដូចគ្នាជើងចាស់ដូចគ្នាទៅវាស្ងោវាមិនងាយផុយទេចាស់ដូចគ្នាដឹងអាណាទុបអាណាទេអាញីអាញ័រជាមួយយាយយ៉យតិចមួយអាទិត្យហ្នឹងគោអូគេលូតទុបមិនបានទៅអាទូចអើយងាប់បាយខ្ញុំប្រាប់ទៅកុំមកបាច់ចឹងណាខ្ញុំប្រាប់ទៅស្អីកុំមកចង្អុលមកខ្ញុំខ្ញុំប្រាប់បើប្រពន្ធខ្ញុំអត់មានមកអញ្ចឹងទេខ្ញុំប្រាប់ទៅងាប់បាយស្អីជាមួយខ្ញុំមកប្រពន្ធខ្ញុំនិយាយតែមួយម៉ាត់ទេខ្ញុំប្រាប់រួចពីហ្នឹងគាត់និយាយទៅភ្លឺចាក់ក្រែងនេះបកាយជួយប្រពន្ធនេះយើងអត់ស្ដាប់យើងដេកបើធ្វើខ្លាំងបានអាសម្ដីហ្នឹងស្អប់ហ៎ចាបានជួបមីនាងកំឡោស្រីស្រងមិនដែលឃើញទេថ្លៃជាងពួរចាមិនដែលបានជួបកំឡោថ្ងៃស្រងបានជួបនឹងប្រថ្លៃអាទិត្យមុនជួបនឹងក្មេងខ្ចីឥឡូវជួបយាយតាអាម៉េចដែរលេងទៅអីលោកតាគុនមើលទៅមុខដូចផើងតប៉ែណែឯងមិនដូចខ្ញុំដូចមើលអ្នកមានផើងប៉ុណ្ណាដែរខ្ញុំផ្ញើតប៉ែបាន3ដុំផងស្វៀនម៉ាន់បងកុំមីលេងខោចចមាត់សន្តិចញ៉ៃរីកដូចខ្យងក្តៅទៅមួយខ្សែហ្នឹងហ្មងញ៉ៃញ៉ៃតាំងប្រយ័ត្នតនាងឯដើរកឡងខ្យងវាខ្ជិបធ្វើមាត់ស្ញាញ់អាឡងនេះគ្មានបានការមនុស្សប្របងជាមនុស្សជើងទិញមនុស្សកៃខ្ញុំនៅក្នុងភ្នំពេញកុំទុកមនុស្សតួម្នេញខ្ញុំនឹងបំពេញប្រាប់បៃទៅស្រីចិនឯងចង់ដឹងពីរឿងយ៉ាងណាអូចចង់ព្រៀបពីវាចាឬក៏បាសនាណាស្រីមនុស្សណាកម្លាំងណាទៅឈៀងទៅមើលមុខអូនធ្វើអីអូនឹងអូនមិនទេខ្ញុំតាណាមកណាតែគេខ្ញុំនិយាយអូនណាគេចូលចិត្តគ្រប់គ្នាហ្នឹងហើយតើមុខអូនវាស៊ីឯបងទេអត់ទេតែខ្ញុំមើលមុខមួយថ្ងៃទៅផ្លែអូនម៉ូនមិនទេដូចចំជ្រួញអាក្របអូយម៉ូយហ្នឹងមានប្រយោជន៍ណាស្អីមានប្រយោជន៍អីខ្លះដែងមុតអីយើងកាត់ជាពីរយកទៅបាត់ទៅវាបឺតពឹសអស់អញ្ចឹងចាប់ផ្សិតបាទផ្សិតមានប្រយោជន៍ទេផ្សិតមានប្រយោជន៍ផ្សិតអីខ្លះដែលមានប្រយោជន៍ផ្សិតស្រុកយើងមានផ្សិតកញ្ចោផ្សិតតិចចិត្តកញ្ចក់ខ្លាផ្សិតមជុលផ្សិតច្បើងផ្សិតជុលតែផ្សិតស្រុកគេមានច្រើនចាប់ផ្សិតយាយ
អត់កើតទេជ្រួញ អាហ្នឹងមិនផ្សិតហ៎ផ្សិតដូចគ្នាណា អានោះផ្ចិត ផ្ចិតហ៎ មិនហៅផ្សិតទេផ្ចិតអាហ្នឹងដូចពាក្យគេហៅថា ចប់ផ្សិតអីដែល គេ មាន ពាក្យគេបណ្ដៅនិងប្រដៅ អហ៎ ប្រដៅបានន័យថាណែនាំ យូ ហើយពាក្យបណ្ដៅហ្នឹងដូចជាមានពាក្យថាប្រលួញក៏សាច់តណាប់ក៏សាច់ដាក់ផ្លាច់ចេញទឹកស ស្អីគេហ៎លោក អា បដៅ ចាំ ស្អី បុ គេ រាណគេបដៅចឹងក្មេងបាវដោះមាត់ក្មេងមិនសាច់ អ ដោះម្ដាយមិនសាច់ហ្នឹងចឹង អុយ មិនមែនទៅផ្ដេសផ្ដាស គេ ទេ ដឹងឲ្យប៉ុណ្ណាអាផ្លាច់នេះ ហ្នឹង អីគេ ឲ្យចុះវាទៅបៅផ្លឹបវាឃ្លានវាណូ អ ប្រលួញក៏ហ្នឹងអាដូចគោអីគោសបុបអញ្ចឹងបងគោ គោវាបើឲ្យមិនចាំវាបុកក្បាលទៅអី អាវាបុកក្បាលអញ្ចឹងវាទម្លាប់វាណូ អូ បើតែបានច្រើន អញ្ចឹងលោកប្រមាញ់ដូចគោដែរអស់សក់មកកលីង បាទ អស់សក់មកឯងដូចគោដែរអញ្ចឹង អត់ទេ គេលោកមកឯងដោលដូចគោដែរ ម៉ាញ់និយាយជាងបាត់អីម៉ាញ់ ស្អីគេបាត់សម័យហ្នឹង មុនយើងបន្តិចនោះ អូអូនច្រៀងមិនហ្នឹងហី ហ្នឹងហើយ អត់ដឹងទេណាគាត់មកឯងអត់ដឹងទេណាគាត់មកឯង អត់ប្រឹងទេណាវាមកឯងអត់ប្រឹងទេណាវាមកឯង មកកែងនឹងខ្មាស់គេឥឡូវឲ្យតែលឺបတ်ចម្រៀងអីគេតិចតាំងយកទៅបំភ្លៃខូចបတ်គេបတ်គេវាអត់មានអត់ប្រឹងសោះគាត់គេថាអត់ដឹង ចុះខ្ញុំស្ដាប់ឮសូរ គេដឹងថាបងឯងហ្នឹងវាមិនប្រឹងហើយមុខចឹងហ៎ អាហ្នឹងបើច្រៀងមានប្រុសមានស្រីមានអញ្ចឹងទេ បတ်ស្រីគេសោះ អត់ដឹងទេណាវាគាត់មកឯងអត់ប្រឹងទេណាវាមកឯង បើគេមិនមាត់ឯងថាគេមិននិយាយអូបងប្អូនបើចឹងចូលចិត្តណាអត់ប្រឹងដែរអីវាមកឯងហ្នឹងក្តៅហ៎ ជូនកាយយកសព ស្អីស្អីមានយល់សពលោកប្រមាញ់ណែនិយាយស្អីនិយាយស្រួលបួលខ្ញុំអត់ចង់ប្រកាន់ទេ ខ្ញុំពីក្មេងអាសាយកសពមែនទេ អូបើប្រកែយល់សពប្រកែសុបិនអញ្ចឹងឲ្យយល់សពឃើញអាកន្លែងល្អទៅ ខ្ញុំកាលអាយុ5ឆ្នាំ9ឆ្នាំហ្នឹងយកសពមកឯងឡើងជោក ស្អីគេខ្ជុក បត់ទាំងនេះបត់ជើងតូចហ្នឹង អាហ្នឹងយល់សព កាលហ្នឹងដែលមានដៃពើអីណាអត់មានទេ អូចំណាបងឯងចង់ស្លៀកដៃពើ កាលពីក្មេងជំនាន់ខ្ញុំណា អូយមនុស្សខ្ញុំមកមិនងាយទេខ្ញុំប្រាប់លោកប្រមាញ់ឯងហើយទៅគេហៅថាមនុស្សចិត្តរឹងណាមិនងាយជឿគេបដេបដាទេកុំច្រឡំមើលមុខខ្ញុំឲ្យចំ មកចុះមើលចំហើយ ខ្ញុំមិនចេះដែរជឿគេគ្រាន់ថាអូយចេះអូនចោលជឿស្លងទៅយូរ ញ៉ាំ មកបាយ ឥឡូវហ្នឹងមិញចង់និយាយពីផ្សិតណា ចា បាទខ្ញុំដឹងប្រវត្តិមួយចុះបានណា ស្អីគេ ផ្សិតលិនជឺ ស្អីគេផ្សិតលិន ផ្សិតលិនជឺហ្នឹងមិនមែនស្រុកយើងអត់មានទេមានពីស្រុកចិន ហើយថៃ បើប្រវត្តិហ្នឹងវែងឆ្ងាយបានន័យថាជំនាន់ហ្នឹងស្ដេចចិនលោភលន់ អូ ឈឺពេទ្យទេវតាអីមកមើលមិនជាសោះដល់អ្នកដែលធ្លាប់នៅជនបទហ្នឹងណាដូចថាជនជាតិចិនអញ្ចឹងណាខាងជនជាតិយើងដូចនៅរតនគិរីអញ្ចឹង អុយមកធ្វើការក្នុងវាំងហ្នឹង ហ្នឹងហើយ អុយគេជឿជាក់លើផ្សិតលិនជឺហ្នឹងក៏ប្រាប់ថាបើអញ្ចឹងព្រះអង្គសុកចិត្តណែឲ្យខ្ញុំណែទូមគុំព្យាបាលគេទៅរកផ្សិតហ្នឹងមកឲ្យ អូ ទៅរកផ្សិតទៅស្ងោរផ្សិតហ្នឹងហូបទៅជា អុយជាមិនត្រឹមមកជាទេមានកម្លាំងទៀតមានកម្លាំងឡើងតណ្ហាទៀតដល់ហើយអញ្ចឹងក៏ស្រីស្នំក្រមការទាំងអស់ហ្នឹងអត់មានរួចមួយហុចលោភលន់ទៀតខ្លាចដល់ទៅពេលមានកម្លាំងអញ្ចឹងវាសបាយរាល់ថ្ងៃក៏បញ្ជាទៀតឥឡូវណែឯងទៅរកផ្សិតណាថ្នាំណាដែលខ្ញុំណែសោយទៅឲ្យមានជីវិតអមតៈមិនចេះស្លាប់ អូចង់បានតែមិនចេះស្លាប់ តែ ទៀត បើណៃរោមិនបានគឺសម្លាប់ចោល ហើយរកបាន ហើយគ្នាគេហៅថាធ្វើគុណបានទោសហ្នឹង ហ្នឹងហើយ គ្នាកិច្ចមិនកើតក៏សុកចិត្តទទួលហ្មង ទៅរកបាន ទូ ទេ ល បង គុំរកបានតែត្រូវតាមសំណុំពរទូលព្រះអង្គម
ស្ដេចនឹងថាចង់បានអីឲ្យនឹងទាំងអស់ឲ្យតែបាន ហ្នឹងហើយ ឲ្យតែជីវិតអញអមតៈ អូ ស្រាប់តែថាឥឡូវសុំសំពៅ 5000 សំពៅ អូ ប្រុសកំឡោះ 5000 នាក់ស្ត្រី 5000នាក់ ណាស្ត្រីព្រំចារី 5000 នាក់អ្នកបំរើក្នុងសំពៅ 5000 ចេញ 5000 សំពៅនឹងទៅ អូ ទៅរក ហ្នឹងហើយដល់ពេលទៅអញ្ចឹងទៅដល់កោះមួយបើមកវិញវាមានថ្នាំអមតៈណា ហ្នឹងហើយ បើសិនតែមកវិញស្ដាច់សម្លាប់ចោលអញ្ចឹងឡើងកោះហ្នឹងទៅคล้ายខាងកោះជប៉ុនហ្នឹងសប្ងៃហ្នឹងគឺជប៉ុនហ្នឹងគឺរឿងចិនស្ដាច់លោបលន់នឹងឯង អូ បានជប៉ុនហ្នឹងហើយកើតជាកោះជប៉ុនហ្នឹងមួយនឹងប្រវត្តិលិនជឺ ហ្នឹងហើយសំណាងរបស់គេមែនណោះ ខ្ញុំដល់ខែហ្នឹងខ្ញុំតិចអញ្ចឹងខ្ញុំនឹកស្រុកចិនណា ហ្នឹងហើយថៃបាននឹក នឹកណា នឹកថៃ អត់ដែលទៅខ្ញុំលឺគេថាហ្នឹង អត់ចាំមិនមើលតាមទូរទស្សន៍បើនឹកក៏អត់ចង់ទៅអីអាហ្នឹងគឺជាសំណាងរបស់គេមែនទេបង ហ្នឹងហើយសំ ហ្នឹង ណាង ហើយសំណាង ឯងណែរៀនដល់ណា ចា រៀនដល់ណា រៀនបានជ្រៅជ្រះដែរហ្នឹង ចេះមើលសំណាងឯង ខ្ញុំមិនមែនគ្រូទាយទេខ្ញុំមិនដឹង អត់ចេះមើល អត់ រៀនខ្ពស់ហើយអត់ចេះមើលសំណាង អូចឹងណាតែដឹងខ្ញុំនឹងគ្រូទាយអី បាយត្រឹមតាថ្នាក់ទី3ហ្នឹងក៏គេស្គាល់ដែរគេមើលដឹងដែរ អាហ្នឹងតែគ្រូទាយបានគេមើលសំណាងដឹង អត់ទេអត់បាច់គ្រូទាយទេសំណាងគេចេះមើលគ្រប់គ្នានោះអ្នកភ្លេងក៏ចេះមើលដែរ ចេះមើលស្អី ចេះមើលហ្នឹងសំណាងគេសដាក់ស្រៈអំណដាក់ស្រៈអាងហ្នឹងមិនសំណាងព្រោះខ្លួនឯងថារៀនខ្ពស់ អាហ្នឹងអសរសំណាងហ្នឹងខ្ញុំស្មានទាយពេលវាសនាសំណាងយើងទៅថ្ងៃមុខនោះវាយ៉ាងម៉េច ទាយខ្ញុំចេះទាយទឹកចិត្ត ទាយទឹកចិត្តស្អីអូទាយខ្ញុំមិនដឹងទេ បាទ ចិត្តខ្ញុំវាមិន ខ្ញុំក៏មើលដៃទេ កាន់ដល់ចាំច្បាច់ទើច្បាច់បានចេញកាឡាហី បាទ ច្បាច់ដៃចាស់ហ្នឹងដឹងវាស្វិតទេ ណែឯងគេធ្លាប់ច្បាច់ដែរតែ យូរម្ដងទេ អូកាឡាដៃនេះបើត្រូវអ្នកណាជាយកច្បាច់ហ្នឹងគឺថាបាច់ទេហួលនេះ ស្អីហួលស្អី វាអាតសៃហ្នឹងវាលមូលគ្នា ណែ គេស្រួលបួលអត្តបិច្បោះរីក នេះចិត្តណែបើតាមមើលខ្សែជីវិតនេះណាគឺថា គេប្រើឲ្យធ្វើអីធ្វើហ្នឹងហើយនេះ អូងាយពេកអីទៅយូរហ៎បាយមិនមែនមកប្រើខ្ញុំឲ្យបានស្រួលទេលោកប្រមាញអើយ ខ្ញុំថាមួយម៉ាត់ទេគេប្រើឲ្យធ្វើអីធ្វើហ្នឹងហើយប្រើនេះ សាមើលទៅប្រើមើលទៅចាំតែធ្វើឲ្យបានដូចចិត្តណា មើលក្តាប់មើល ទៅខ្លាចស្អី ឃើញទេគេឲ្យក្តាប់មែន ហើយក្រៃឲ្យក្តាប់ហ្នឹងដើម្បីទាយឲ្យមើល មកទីស្អីឃើញគេថាវាងាយទេគាត់គេប្រើឲ្យក្តាប់មែន មកកភ្លៀងឥឡូវអត់ដឹងទេណាវាក្តាប់អី អត់ដឹងទេណាវក់ ចាស់ហើយណាលោកប្រមាញមានចៅ3 4ហើយធ្វើអលាក់ឡក់អត់ដឹងចៅមើងងាយអី មើលងាយណា ខ្លួនខ្ញុំជាស្រីខ្ញុំមិនដែរចេះនិយាយអីផ្ដេសផ្ដាសគេសុភាព អូសុភាពមិនទៅលោក សុភាពណាស់ ឥឡូវតាណាមកណាគេហៅថាមានសុភាពទេ ខ្ញុំគេហៅថាអារម្មណ៍ទុំ ស្អីបើអារម្មណ៍ទុំ បាទ ហ្នឹងហើយរំទុំឲ្យច្លើមចង់ងាប់ ប៉ុណ្ណឹងបានហើយកម្មវិធីគេមានបន្តទៀតយើងកុំឲ្យលើសម៉ោង ចា ណា ចាំថ្ងៃអាទិត្យក្រោយរកពាក្យពេចន៍ប្លែកៗមកជូនបងប្អូនយើងទាំងអស់ហើយក៏ចូលរួមសោកស្ដាយចាម្ដាយលោកសាន់ទុយណា ម្ដាយលោកទុយគាត់បានទទួលមរណភាពហើយ អញ្ចឹង ចាឲ្យបងឯងបានចូលបន់នៅ អត់ដឹង ហ៎ឃើញអត់ដឹងទេណាវាភ្លើឯងស្គួតចឹងគេធ្វើ7ថ្ងៃហ្នឹងហើយ អត់ប្រឹងទេណាវាជ្រុះឯង ចាហើយក៏ចូលរួមសារណែមរណទុកហ្នឹងហើយរបស់ម្ដាយលោកសាន់លោកទុយចាដែលគាត់ទួលមរណភាពណាបងណា ចាសូមអរគុណដល់ទស្សនិកជនដែលបាន
នៅរងចាំណាកម្មវិធីអាយ៉ៃកំ pl ែងនេះក៏សូមអរគុណទូទាំងប្រទេសហ្មងអ្នកដែលទស្សនាហ្នឹងណាចាបាទសូមជូនពរជ័យសិរីសួស្តីសូមឲ្យមានបានទាំងអស់គ្នាចាអរគុណច្រើនថ្ងៃក្រោយជួបគ្នាទៀតចាអរគុណ